សារផ្ញើជូនអ្នកម្ដាយដ៏អស្ចារ្យគ្រប់រូបនៅក្នុងពិភពលោកដ៏មមាញឹកនិងពេញដោយសម្ពាធនាពេលបច្ចុប្បន្ននេះតួនាទីជាអ្នកម្ដាយគឺជាការងារមួយដែលលំបាកស្មុគស្មាញនិងទាមទារនូវការលះបង់ខ្ពស់បំផុតចាប់តាំងពីថ្ងៃដំបូងដែលអ្នកបានដឹងថាមានជីវិតមួយកំពុងកកើតក្នុងខ្លួនអ្នករហូតដល់ថ្ងៃដែលកូនធំដឹងក្តីជីវិតរបស់អ្នកវាបានផ្លាស់ប្ដូរជារៀងរហូតអ្នកបានផ្លាស់ប្ដូរពីមនុស្សម្នាក់ដែលធ្លាប់តែមានសេរីភាពមកជាបង្អែកជាជញ្ជាំងនិងជាពិភពលោកទាំងមូលរបស់កូនយើងក៏ដឹងដែរថាអ្នកក៏មានពេលខ្លះដែលអស់កម្លាំងហត់នឿយឬក៏លួចសម្រក់ទឹកភ្នែកតែម្នាក់ឯងផងដែរប៉ុន្តែត្រូវចងចាំថាអ្នកកំពុងតែធ្វើបានល្អណាស់ហើយម្ដាយជាច្រើនតែងតែបន្ទោសខ្លួនឯងថាតើខ្ញុំបានធ្វើល្អគ្រប់គ្រាន់សម្រាប់កូនហើយឬនៅឬតើខ្ញុំជាអ្នកម្ដាយល្អដែរឬទេប៉ុន្តែសូមចងចាំថាគ្មានអ្នកម្ដាយណាដែលល្អឥតខ្ចោះនោះទេប៉ុន្តែក្តីស្រឡាញ់និងការប្រឹងប្រែងជារៀងរាល់ថ្ងៃរបស់អ្នកគឺល្អឥតខ្ចោះសម្រាប់កូនរួចទៅហើយស្នាមញញឹមការអោបក្រសោបនិងការយកចិត្តទុកដាក់របស់អ្នកគឺជាអ្វីដែលកូនត្រូវការបំផុតសូមអនុញ្ញាតឲ្យខ្លួនឯងបានសម្រាកខ្លះកុំតឹងរឹងចំពោះខ្លួនឯងពេកការធ្វើជាអ្នកម្ដាយមិនមែនមានន័យថាអ្នកត្រូវភ្លេចស្រឡាញ់ខ្លួនឯងនោះទេការមើលថែសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ខ្លួនឯងគឺជាអំណោយដ៏ល្អបំផុតមួយដែលអ្នកអាចផ្ដល់ឲ្យកូនបានពីព្រោះម្ដាយដែលមានសេចក្តីសុខនិងបង្កើតគ្រួសារដែលមានសេចក្តីសុខភាពរឹងមាំរបស់អ្នកគឺជាពន្លឺនៃគ្រួសារហើយរាល់ស្នាមញញឹមរបស់អ្នកនៅចំពោះមុខឧបសគ្គគឺជាមេរៀនភាពក្លាហានដ៏ធំបំផុតដែលកូនបានរៀនសូត្រអ្នកគឺជាវីរបុរសពិតប្រាកដនៅក្នុងជីវិតជាក់ស្ដែងជាចុងក្រោយសូមផ្ញើសាររំលឹកទៅកាន់មនុស្សស្រីគ្រប់រូបថាអ្នកគឺជាស្ត្រីដែលខ្លាំងពូកែនិងរឹងមាំអស្ចារ្យបំផុតទោះបីជាផ្លូវខាងមុខមានឧបសគ្គយ៉ាងណាក៏ដោយសូមបន្តដើរទៅមុខដោយក្តីសង្ឃឹមនិងមោទនភាពលើខ្លួនឯងជានិច្ចអរគុណចំពោះការលះបង់ការអត់ធ្មត់និងក្តីស្រឡាញ់ឥតព្រំដែនដែលអ្នកបានផ្ដល់ឲ្យពិភពលោកមួយនេះតាមរយៈកូនរបស់អ្នក